Nghiệp xúa nhưng ba sư mình bao sao em hát đây rồi nhầm mình chập đáខ្ញុំថាសូមទៅកាន់បងប្អូនចុច like share ក៏ដូចជា subscribe ទៅកាន់ channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តមកដល់ខ្ញុំបាទឥឡូវចូលទៅមើលលំហាត់ជាមួយខ្ញុំវិធីលំហាត់ទី91នេះគេឲ្យយើងកណនីអង្គទេក្រាលខាងក្រោមនេះលំហាត់កឲ្យយើងកណនីអង្គទេក្រាលកំណត់ពី0ទៅដល់1នៃ 4x គីបដក 2x រ៉េបូក x បូកឲ្យ 1 dx ហើយខអង្គទេក្រាលកំណត់ពី1ទៅដល់2នៃ 5x ស្មើគុណ4បូកឲ្យ 3x រ៉េដកឲ្យ 3x ដក 2 dx បាទអញ្ចឹងដើម្បីដោះស្រាយលំហាត់នឹងបានយើងត្រូវចេះរូបមន្តអង្គទេក្រាលមួយដែលរូបមន្តនោះគឺអង្គទេក្រាលនៃ x ស្មើគុណ n dx អញ្ចឹងបើសិនយើងអង្គមកយើងទទួលបាន x ស្មើគុណ n បូក1នៅលើ n បូក1បូកឲ្យ c បាទតែ c របស់យើងហ្នឹងជាចំនួនគត់បាទអញ្ចឹងយើងនឹងប្រើប្រាស់រូបមន្តនេះដើម្បីដោះស្រាយអង្គទេក្រាលហ្នឹងអញ្ចឹងខ្ញុំកណនីកជូន0 1 4x គីបដកឲ្យ 2x ការ៉េបូក x បូកឲ្យ 1 dx បាទអញ្ចឹងយើងមើលអានេះរបស់យើង x ស្មើគុណ n អញ្ចឹងដល់ពេលដែលយើងអាំងមក x របស់យើងឡើងស្មើគុណ1ហើយយើងចែកជាមួយនឹងស្មើគុណថ្មីរបស់ x អញ្ចឹងអានេះក៏ដូចគ្នាប្រព័ន្ធនេះយើងនឹងទុក4នេះជាមេគុណដដែលហើយយើងនឹងអាំងតែ x គីបទេអញ្ចឹងអាំង x គីបមកយើងបាន x ស្មើគុណ4នៅលើ4បើសិនយើងកើនស្មើគុណ1វិញដកចំណែក2នេះក៏យើងទុកមេគុណវាដដែលដែរហើយ x ការ៉េរបស់យើងនឹងឡើងទៅ x គីបចែកឲ្យ3វិញបូក x យើងអត់មានមេគុណទេអញ្ចឹងបាន x ការ៉េនៅលើ2វិញបូកឲ្យ1សំទោសមិនបូកឲ្យ1ទេ1របស់យើងនៅពេលដែលយើងអាំងទៅយើងទទួលបាន x ហេតុអីបានទទួលបាន x ដោយសារតែ x របស់យើងនេះស្មើគុណ1តែបើកាលណាស្មើគុណ1វាចែកនឹង1ដែរចែកនឹង1ទៅយើងសរសេរ x ទៅទេបានហើយកំណត់វាពី0ទៅដល់1អញ្ចឹងដល់កន្លែងនេះហើយសួរថាយើងធ្វើមកទៀតយើងកំណត់ណាចំនួនលេខយើងនឹងកណនីលេខដែលអាចកណនីបានខាងក្នុងនឹងសិនអញ្ចឹង4ជាមួយ4នេះសម្រួលចោលបានយើងនៅសល់ x ស្មើគុណ4ដក 2x គីបនៅលើ3បូកឲ្យ x ការ៉េលើ2បូកឲ្យ x កំណត់ពី0ដល់1ដល់កន្លែងនេះយើងនឹងចំនួនតម្លៃលេខដែលធំនេះគឺលេខ1នេះចូលហើយយកវាទៅដកនឹងសរសោមដែលចំនួនលេខ0នេះម្ដងណាអញ្ចឹងដល់ពេលយើងចំនួនលេខ1ទៅយើងបាន1/4ដកឲ្យ2គុណឲ្យ1គីបនៅលើ3បូកឲ្យ1ការ៉េនៅលើ2បូកឲ្យ1នេះហើយ1បើនេះហើយយើងចំនួនលេខ1រួច1អញ្ចឹងយើងដកជាមួយនឹងទាំងអស់ហ្នឹងចំនួនលេខ0ម្ដងអញ្ចឹងចំនួនលេខ0មក0ស្មើគុណ4ដកឲ្យ2គុណឲ្យ0គីបនៅលើ3បូកឲ្យ0ការ៉េនៅលើ2បូកឲ្យ0បាទខ្ញុំសូមស្មើមកខាងនេះចុះស្មើយើងឃើញថាកន្សោមទាំងអស់នេះវា0បាទហើយដោយសារនេះ01តែនេះ0គុណ1ប្រភេទ2លើ3នេះក៏0ដូចគ្នាអានេះ0ដូចគ្នាអានេះបូក0ដូចគ្នាអញ្ចឹងបានន័យថាកន្សោមខាងក្រោយនេះវាស្មើ0អញ្ចឹងយើងគិតតែកន្សោមខាងមុខមកកន្សោមខាងមុខរបស់យើង1ស្មើគុណ4ស្មើ1 1បូកឲ្យ1នេះយើងបាន2ចំណែកឯប្រភេទនេះវិញយើងនឹងតម្រូវពីបែងវាទៅពីបែងរួមរបស់វាគឺ6អញ្ចឹងប្រភេទទី1នេះមានសញ្ញាដកពីមុខអញ្ចឹងហើយវាតម្រូវពីបែងយើងគុណវានឹង2ភាសាភាគបែងរួមវា6អញ្ចឹង3គុណឲ្យ2ទៅស្មើ6អញ្ចឹងពាក្យយករបស់យើងគឺដក2គុណឲ្យ2បានដក4បាទហើយប្រភេទទី2យើងគុណឲ្យ3អញ្ចឹងភាគយកក៏យើងគុណឲ្យ3ភាគបែងយើងគុណឲ្យ3ដែរអញ្ចឹងយើងទទួលបានបូក3ស្មើ2របស់យើងតម្រូវភាគបែង6ដែរមកយើងបាន12ដល់ពេលដក4បូកឲ្យ3ទៅសល់ដក1អញ្ចឹងដកបូក12ដកឲ្យ1ស្មើនឹង11លើ6
ចឹងយើងអាចដូចនេះមកនេះអាំងតែក្រាណត់ពី0ដល់1នៃ 4x គីបដកឲ្យ 2x ការ៉េបូក x បូកឲ្យ 1 dx របស់យើងនេះស្មើ11នៅលើ6ដែលវាជាចម្លើយចុងក្រោយបាទហើយចំពោះលំហាត់ខក៏យើងដោះស្រាយប្រើប្រាស់រូបមន្តនឹងដូចគ្នាបាទហើយការដោះស្រាយរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងសូមអរគុណ